ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមានវីដេអូមួយនិយាយអំពីការធ្វើលិខិតឆ្លងដែនធម្មតាសម្រាប់ប្រជាជនកម្ពុជាយើងចាដែលមានអាយុចាប់ពី15ឆ្នាំឡើងទៅថាតើត្រូវការឯកសារភ្ជាប់នឹងអ្វីខ្លះហើយមាននីតិវិធីដូចម្ដេចលក្ខខណ្ឌចាំបាច់មួយដែលតម្រូវឲ្យមានដើម្បីអាចស្នើសុំលិខិតឆ្លងដែនបានគឺប្រជាពលរដ្ឋគ្រប់រូបត្រូវតែមានសញ្ជាតិខ្មែរទើបអាចស្នើសុំលិខិតឆ្លងដែនបានចាចំពោះឯកសារភ្ជាប់ដើម្បីស្នើសុំធ្វើលិខិតឆ្លងដែនគឺមិនចាំបាច់មានឯកសារអ្វីស្មុគស្មាញវែងឆ្ងាយនោះទេបងប្អូនគឺបងប្អូនត្រូវតែមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចាច្បាប់ដើមដែលនៅមានសុពលភាពគឺអាចស្នើសុំធ្វើបានហើយករណីដែលបងប្អូនមិនមានគឺអាចភ្ជាប់ទៅជាមួយនៅសៀវភៅគ្រួសារឬមួយក៏សៀវភៅស្នាក់នៅចាហើយនឹងត្រូវភ្ជាប់ទៅមួយច្បាប់ទៀតដែរគឺទាក់ទងទៅនឹងសម្បត្តិកំណើតចាហើយបងប្អូនកុំភ្លេចយកទៅធ្វើសេចក្តីចម្លងសម្បត្តិកំណើតឲ្យហើយចាហើយករណីដែលបងប្អូនមានសម្បត្តិបញ្ជាកំណើតក៏ត្រូវធ្វើសេចក្តីចម្លងសម្បត្តិបញ្ជាកំណើតនឹងដូចគ្នាចាមានឯកសារទាំងនេះគឺបងប្អូនអាចស្នើសុំធ្វើលិខិតឆ្លងដែនបានហើយ There's not much to do when all I can បែបបទនីតិវិធីនៅក្នុងការស្នើសុំលិខិតឆ្លងដែនធម្មតានោះគឺសម័យខ្លួនត្រូវតែបំពេញនៅពាក្យស្នើសុំលិខិតឆ្លងដែនធម្មតានោះចំនួន1ច្បាប់ដែលត្រូវផ្តិតនៅស្នាមរាមដៃក៏ដូចជាការថតរូបហើយនឹងចុះហត្ថលេខានីតិវិធីជាបន្តទៀតនោះគឺមានការពិនិត្យនៅភិនភាគស្នាក់ស្នាមនៅលើផ្ទៃមុខហើយក៏មានការវាស់កម្ពស់ដែរចាចំពោះតម្លៃនិងរយៈពេលនៃការផ្ដល់ជូននៅលិខិតឆ្លងដែនធម្មតាដែលមានសុពលភាព10ឆ្នាំហើយសម្រាប់អ្នកដែលមានអាយុចាប់ពី15ឆ្នាំឡើងទៅសេវាធម្មតាគឺមានតម្លៃ$100ហើយមានរយៈពេល15ថ្ងៃនៃថ្ងៃធ្វើការចំពោះសេវារហ័សកម្រិតមធ្យមគឺមានតម្លៃ$150ហើយមានរយៈពេលរងចាំនឹងគឺរយៈពេល7ថ្ងៃនៃថ្ងៃធ្វើការចំពោះសេវារហ័សខ្លាំងដែលបងប្អូនប្រញាប់ខ្លាំងចាគឺមានតម្លៃ$200ហើយរយៈពេលនៃការធ្វើសេវារហ័សខ្លាំងនេះគឺរយៈពេលត្រឹមតែ1ថ្ងៃប៉ុណ្ណោះទីតាំងដែលយើងអាចទៅធ្វើលិខិតឆ្លងដែនធម្មតាបានចាគឺនៅនាយកដ្ឋានលិខិតឆ្លងដែនដែលមានទីតាំងស្ថិតនៅខណ្ឌច្បារអំពៅនៅរាជធានីភ្នំពេញឬក៏បងប្អូនអាចអញ្ជើញទៅធ្វើនៅទីស្នាក់ការផ្ដល់លិខិតឆ្លងដែននៅឯផ្សារទំនើប Aeon 2នៅឯខណ្ឌសែនសុខឬក៏ទីស្នាក់ការផ្ដល់លិខិតឆ្លងដែននៅផ្សារទំនើប Aeon 3នៅខណ្ឌមានជ័យឬក៏បងប្អូនអាចអញ្ជើញទៅធ្វើនៅសាខាធ្វើលិខិតឆ្លងដែននៅឯតាមខេត្តបានដែលមានដូចជាខេត្តបាត់ដំបងគឺនៅខាងអង្លង់វិលនៅខេត្តសៀមរាបបងប្អូនអាចអញ្ជើញទៅធ្វើនៅផ្លូវជាតិលេខ6នៅឯផ្សារទំនើប The Heritage Walk នៅខេត្តកោះកុងបងប្អូនអាចអញ្ជើញទៅធ្វើនៅក្រុងខេមរភូមិន្ទចំពោះបងប្អូននៅខេត្តបន្ទាយមានជ័យគឺអាចអញ្ជើញទៅធ្វើនៅក្រុងប៉ោយប៉ែតបានចំពោះបងប្អូនដែលនៅខាងខេត្តព្រះសីហនុអាចអញ្ជើញទៅធ្វើនៅផ្សារទំនើប Diamond Plaza បានហើយសម្រាប់ទីតាំងលំអិតជាក់ស្ដែងនោះបងប្អូនកាត់ដែលបងប្អូន search រកអត់ឃើញទេបងប្អូនអាច comment នៅក្នុងវីដេអូរបស់នាងខ្ញុំបានបងប្អូននៅទីតាំងណាមួយបងប្អូនអាច comment សួរទៅនាងខ្ញុំនឹងទម្លាក់នៅទីតាំងលំអិតជូនបងប្អូនអរគុណច្រើនបងប្អូនដែលតែងតែទស្សនាវីដេអូរបស់នាងខ្ញុំជួបគ្នានៅវីដេអូលើក្រោយទៀតដែលនាងខ្ញុំនឹងជម្រាបជូនបងប្អូនពីនីតិវិធីនៅក្នុងការស្នើសុំលិខិតឆ្លងដែនសម្រាប់កុមារដែលមានអាយុក្រោម15ឆ្នាំចាអរគុណច្រើនបងប្អូនជម្រាបលា